ញាតិញោមពុទ្ធបរិស័ទដែលស្ដាប់នៅคลิปអាត្មាហើយតែងតែសម្គាល់នៅក្នុងផ្លូវ2ដោយសារតែទម្រង់រាងកាយអាត្មាហ្នឹងមានស័កណាមានដាក់សញ្ញានាគអីចឹងទៅដូចជាសញ្ញាមន្តអាគមអីផ្សេងទៅក៏ប៉ុន្តែញាតិញោមដែលតាមដានអាត្មាអស់រយៈកាលដ៏ច្រើនខែមកនេះមានចម្ងល់ថាមិនដែលឃើញលោកម្ចាស់ហ្នឹងនឹងធ្វើពិធីកម្មប្រោះព្រំស្រោចទឹកចាយន្តកថាដូចព្រះភិក្ខុដតីតែកាយរបស់លោកម្ចាស់ហ្នឹងសិតតែមានស្លាកស្នាមស័ក្តិសញ្ញាតែផ្លែកត្រង់ថាមិនប្រព្រឹត្តនៅទង្វើកម្មទាំងអស់ហ្នឹងចឹងញាតិញោមក៏ឆ្ងល់ត្រង់ចំណុចហ្នឹងញាតិញោមពុទ្ធបរិស័ទអាត្មាគ្រាន់តែបង្ហើបប្រាប់ណាអាត្មាសិក្សានៅក្នុងព្រះធម៌ព្រះវិន័យនេះអស់15ឆ្នាំមុននឹងបួសព្រោះមុននឹងបួសហ្នឹងអាត្មាចំណាយពេលសាងចិត្តមុនបួសហ្នឹងអស់15ឆ្នាំសិក្សាទាំងព្រះសូត្រទាំងព្រះវិន័យនិងព្រះអភិធម្មអស់15ឆ្នាំហើយមុនអាត្មាបួសជាភិក្ខុសាវកនេះអាត្មាមកសមាធិចោលទៅទេអស់5ឆ្នាំទៀតជាតបោះអស់5ឆ្នាំហ្នឹងនៅភ្នំកលែននេះអស់5ឆ្នាំទៀតដើម្បីពិសោធន៍ចិត្តខ្លួនឯងថាគួរស្លៀកស្បង់ឬក៏មិនស្លៀកស្បង់ព្រោះអាត្មាដឹងថាស្បង់ភាសាវៈនេះជាស្បង់សម្រាប់តអ្នកមានបុណ្យទេណាព្រោះតែស្លៀកស្បង់ហើយគេថ្វាយអង្គមគេអញ្ជលីណាទាំងចាស់ទាំងក្មេងហើយអញ្ចឹងអាត្មាត្រូវសាងចិត្តអស់15ឆ្នាំញោមគិតមើលតើបញ្ញាដែលអាត្មាយល់ជ្រាបអំពីពុទ្ធសាសនាបរតនត្រ័យហ្នឹងតើវាល្អិតប៉ុណ្ណាទៅអាត្មាមិនចង់សាងទោសកំហុសនៅក្នុងព្រះរតនត្រ័យទេអញ្ចឹងរឿងរ៉ាវស័កមកវិញណាស័កសញ្ញាអញ្ចឹងវាមានច្រើនសញ្ញាស័កដែលវាតកតងអាកំបាំងនៃការអធិដ្ឋានណាហ្នឹងតែអាត្មាសូមដកសតិអារម្មណ៍ញោមទៅកុំផ្ដោតលើរឿងមន្តអាគមណាព្រោះអាត្មាមិនដើរនៅក្នុងខ្សែមគ្គហ្នឹងទេតែធម្មសញ្ញាបារមីធម៌ព្រះអង្គមានណាយើងបូជាយ៉ាងណាក៏បូជាទៅអញ្ចឹងដែលអាត្មាសមាធិអស់15ឆ្នាំនេះអាត្មាស្គាល់កាយណាកាយានុបស្សនាសតិប្បដ្ឋានហ្នឹងកាយជាអីព្រោះណាកាយនេះជាប្រជុំចុះនៃមហាភូតរូប4ទឹកដីភ្លើងខ្យល់ប្រព្រឹត្តទៅជាមួយនឹងដុំអាហារនឹងទ្រទ្រង់អាស្រ័យជាមួយឧតុធាតុ4នៅខាងក្រៅនេះទឹកដីភ្លើងខ្យល់ដែរហើយកើតវិចិត្រដោយកម្មនិងចិត្តណាកម្មវិបាកណានឹងកាយស្អាតកាយមិនស្អាតកាយខ្សោកាយខ្មៅកាយប្រុសកាយស្រីអាស្រ័យនឹងផលកម្មនិងចិត្តនឹងចិត្តយើងស្អាតចិត្តមងសៅចិត្តមងសៅអញ្ចឹងប្រជុំចុះអញ្ចឹងដែលយើងធ្វើស្ទើរប្រធានកាយានុបស្សនាយើងយល់អំពីកាយហើយកាយនេះជារបស់សោះសូនតទេណាយើងយកទៅធ្វើស្អីក៏បានដែរនឹងនេះយើងឃើញមានបញ្ញានៃកាយនេះហើយអញ្ចឹងកាលអាត្មានៅទៅបោះនោះវាអត់មានលុយមានកាក់មានប្រាក់មានកាសអីទេណាយើងអស់មានបច្ចៈទុបច្ច័យអីដើម្បីបូជាបារមីធម៌ទៀតអាត្មាសល់កាយអញ្ចឹងក៏អាត្មាជ្រួតជ្រាបណានៅក្នុងធម្មបារមីធម៌មានទស្សបារមីអញ្ចឹងក្នុងចំណែកបារមី10នោះអាត្មាស្រឡាញ់ពេញចិត្តនៅក្នុងពួកសីលបារមីមួយដែលព្រះពោធិសត្វនៃព្រះពុទ្ធអង្គយើងនឹងលោកកើតជាព្រះពោធិសត្វជានាគរាជឈ្មោះនាមភូរតតណាភូរតតនឹងជានាគរាជនេះអាត្មាថ្ងៃនេះលើកត្រឹមស័កនាគនេះចុះណាហ្នឹងអញ្ចឹងស័កនេះនៅទីតបោះទេណាព្រោះយើងជាភិក្ខុជាសាវកយើងមិនអាចទៅស័កដាក់ស្លាកស្នាមទៀតបានទេវាត្រូវបានអញ្ចឹងអាត្មាធ្វើកិច្ចបូជានៅក្នុងអធិដ្ឋានបារមីរបស់អាត្មាណាអញ្ចឹងភូរតតនាគរាជនេះមានគុណវិសេសណាលោកកើតជានាគរាជឈ្មោះភូរតតជាពោធិសត្វនៅលោកធ្វើនៅមហាបោសតកម្មបោសតសិលហ្នឹងដោយសច្ចាប្រណិធានថាណាដោយអំណាចនៃការតាំងនៅអបោសតនេះទោះបីជាមានសត្វដតីនោះមកបៀតបៀនលោកយ៉ាងណាក៏ដោយក៏លោកមិនតបតដែរលោកមិនថាលោកមិនធ្វើនៅសេចក្តីព្យាបាទតបទៅវិញនេះអាត្មាឃើញសភាពអស្ចារ្យនៃសីលបារមីកន្លែងនេះអស្ចារ្យក្រៃលែងណាញាតិញោមដែលប្រពោធិសត្វកើតជានាគអញ្ចឹងពេលហ្នឹងមានព្រាហ្មណ៍ឈ្មោះទេវទត្តហ្នឹងអតីតជាតិរបស់ព្រះទេវទត្តហ្នឹងមកកើតជាព្រាហ្មណ៍ចាប់ពស់នឹងឯងណាចាប់នាគនឹងឯងណាមកញោមញីធ្វើបាបលោកយ៉ាងក្រៃលែងព្រោះតែលោកអស្ចារ្យត្រង់ថាលោកមានឫទ្ធិដែលអាចធ្វើឲ្យព្រាហ្មណ៍ហ្នឹង
ព្រៀនចាប់ពោះហ្នឹងអន្តរាយបានសំបីតែមួយទាត់កញ្ចក់ដៃតែលោកមិនធ្វើដោយសារលោកស្រឡាញ់សិលលោកមិនចង់ធ្លុះធ្លាយសិលលោកមិនធ្វើនៅសេចក្តីព្យាបាទតទៅវិញញោមមើលចិត្តពពោធិសត្វប៉ុណ្ណឹងគុណក្រៃលែងដែលទុកនៅក្នុងសីលបារមីឲ្យយើងសិក្សាឲ្យយើងត្រាប់តាមត្រង់នេះញោមអាត្មាអានហើយអានទៀតពិចារណាហើយពិចារណាទៀតនៅចិត្តពោធិសត្វមកដួងនេះអស់ចាក្រៃលែងញោមហើយពេលនេះក៏សតិនឹងញាណរបស់អាត្មាវាអត់មានអីបូជានៅក្នុងធម្មគុណទាំងអស់ហ្នឹងក៏នឹកឃើញថាកាយនេះជារបស់សោះសូន្យទៅទេឥតផលឥតប្រយោជន៍ណាមួយអាត្មាក៏វាមិនត្រូវការរូបសម្រស់អីតទៅមុខទៀតដែរណាដើម្បីប្រព្រឹត្តនៅក្នុងលោកយៈធម៌នេះធម៌លោកីណាហើយអាត្មាក៏ដាក់ចិត្តថាមិនចង់ត្រឡប់ថយក្រោយទេណានៅឃើញថាបើបួសជាតបោះក៏ស្វែងរកពោធិញ្ញាណក្នុងតបោះហ្នឹងទៅអញ្ចឹងក៏នឹកឃើញថាពេលនេះអាត្មាអញមានតកាយនេះបើមិនបូជាទេក៏វាស្លាប់សោះសូន្យទៅទេអញ្ចឹងក៏តាំងចិត្តអស់3យប់3ថ្ងៃនឹងអធិដ្ឋានណាសូមដល់នៅបរតនត្រ័យជាទីពឹងរលឹកនៅសីលបារមីរបស់ព្រះអង្គហើយសូមបញ្ញត្តិរូបនេះលើកាយនេះព្រោះដើម្បីតំណាងឲ្យសីលបារមីរបស់ពពោធិសត្វអង្គនោះទេណាញោមមិនមែនជាមុនអាគមអីទេហើយអាត្មាដាក់3នេះមាន1 2 3នៅកមួយទៀតនេះគឺតំណាងឲ្យពុទ្ធពធប្រសង់ទេណាញោមណាអញ្ចឹងយើងច្បាស់ទាំងអស់គ្នាណាញោមអាត្មាកម្រធ្វើអីដែលវង្វេងវង្វាន់ណាស់ញោមមិនមានហេតុមិនមានផលមិនបានសិក្សាតាមពុទ្ធវចនៈអាត្មាអត់ធ្វើទេអញ្ចឹងកក់ក្ដៅញោមកាយនេះអាត្មាបានបូជានៅក្នុងបរតនត្រ័យទៅហើយដែលឈ្មោះថាធម្មកាយបងណាកាយនេះវាជារបស់បែកពុកផុយស្អុយរលួយទេតែបើយើងយកបូជាអីវាបាននឹងដែរញោមយកសម្បត្តិបូជាកសាងវិហារដែលញោមបាននៅអានិសង្ឃអញ្ចឹងអាត្មាសូមយកកាយនេះបូជានៅក្នុងបារមីធម៌របស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងព្រះពុទ្ធពធប្រសង្ឃអញ្ចឹងអារម្មណ៍អាត្មាគ្រាន់តែរលឹកកាយមកគឺកាយព្រះពុទ្ធពធប្រសង្ឃបាត់ទៅហើយណាញោមណាវាជាប់នៅក្នុងពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិនឹងបារមីធម៌អញ្ចឹងដោះរឿងរូបនាគមួយសិនណាអញ្ចឹងញាតិញោមកុំភ័ន្តច្រឡំអីទៀតព្រោះកម្រិតនៃការសិក្សាណាញោមល្អិតណាស់ព្រោះហើយក៏មិនអាចបកស្រាយទាំងអស់បានដែរតែគ្រាន់ថាដោះស្រាយខ្លះដែលញាតិញោមពុទ្ធបរិស័ទដែលមានសទ្ធាចំពោះអាត្មាឲ្យបានយល់ណាហើយការសាងចិត្តសាងបារមីដើម្បីត្រាស់ដឹងនៅសព្វញ្ញុតញ្ញាណម្ដួងមិនមែនជាការបូជាលេងទេណាញោមនឹងអ្នកដែលមានឧបនិស្ស័យខ្ពង់ខ្ពស់ហើយមានទេវតាបដាលមានចិត្តខ្លួនឯងបដាលមានកម្មផលបដាលចុងវាច្រើនសង្ខារណាតាក់តែងដើម្បីឲ្យបានសម្រេចនៅក្នុងសព្វញ្ញុតញ្ញាណហើយមានតែការលះទ្រព្យសម្បត្តិលះកាយលះជីវិតព្រោះអញ្ចឹងអាត្មាសូមបញ្ចប់ត្រឹមរូបនេះណាពុទ្ធពធប្រសង្ឃទេណាតំណាងឲ្យសីលបារមីអញ្ចឹងឃើញអាត្មាមានដាក់អសរមន្តអាគមអីទេណានឹងរឿងមន្តអាគមចាំមានពេលអាត្មាបកស្រាយផ្សេងហើយរឿងកន្លែងនេះចាំមកคลิปផ្សេងទៀតចុះណាសិតតែមានន័យសេចក្តីជាបញ្ញត្តិធម៌ដែលវាឆ្លុះបញ្ចាំងពីបរមត្តយើងឲ្យឃើញតួបញ្ញាដែលយើងយល់ណាញោមដែលយើងកសាងវត្តកសាងសាលាកសាងកុដិវិហារគឺតើតែមានតួបញ្ញាមួយសិនការសទ្ធានឹងបញ្ញាបានយើងទៅកសាងឃើញគុណសិនបានយើងដាក់បានអញ្ចឹងរាងកាយនេះណាយើងធ្វើស្អីក៏បានដែរបើទៅខាងកុសលវាកុសលហើយណាបើខាងអកុសលវាអកុសលព្រោះអញ្ចឹងសូមឲ្យបុណ្យទាំងឡាយដែលញាតិញោមបានធ្វើក្តីអាត្មាបានធ្វើក្តីយើងប្រម៉ែប្រមូលបូកផ្សំគ្នាដើម្បីណាស្វែងរកពន្លឺពុទ្ធិពោធិញ្ញាណឲ្យឃើញណារៀបចំស្រុកទេសនេះឲ្យបានសុខដុមរមនាប្រកបដោយធម៌